អ្នកខ្លះថាចិត្តទុនណាគេអំបគេលន់តួបន្តិចចឹងទៅគេមកនិយាយកំសត់តិចបាក់ចិត្តហ្នឹងលួងតាមគេទៅហើយពេលខ្លះគេបោកពេលខ្លះគេកឹបកេងប្រវាញ់លើស្នាដៃចិត្តល្អរបស់គាត់ចឹងក៏មានដែរអានឹងជាអធិស្ឋានធម្មជាតិពេលខ្លះយើងពិបាកនឹងថាឲ្យគាត់ណាព្រោះឃើញគេពិបាកគឺគាត់ទុនទៅមកធ្វើអីថាអីគេមិនកើតទេប៉ុន្តែពេលខ្លះក៏ត្រូវប្រយ័ត្នប្រយែងដែរអ្នកខ្លះប្រើល្បិចដោយសារឃើញយើងអញ្ចឹងចង់បានផលប្រយោជន៍ពីយើងធ្វើឲ្យយើងអាណិតហើយក៏ចេះតាយើងយកប្រយោជន៍ពីយើងលួងខ្លួនទៅដោយសារអានេះមិនបញ្ញាទេគឺវាភាពប៉ិនប្រសប់ក្នុងការបោកប្រាស់របស់គាត់ចឹងហើយចឹងបាននៅក្នុងធម៌លោកមិនឲ្យរឹងពេកតែកាលណារឹងពេកវានាំឲ្យមានពាវេរាមានសត្រូវប៉ុន្តែក៏មិនឲ្យទុនពេកដែរពីព្រោះទុនពេកគេអាចនឹងមើលងាយឬក៏គេបោកប្រាស់អញ្ចឹងវាត្រូវមានទាំងករុណាការសង្គ្រោះមានទាំងបញ្ញាការប្រើការត្រេះរិះពិចារណាដើម្បីប្រើប្រាស់ចិត្តទុនចិត្តល្អរបស់យើងនឹងឲ្យត្រូវផ្លូវបើមិនចឹងទេវាទៅជារឿងមានផលមិនល្អសម្រាប់យើងអ្នកធ្វើទៅវិញដោយសារករណាខ្វះបញ្ញានឹងឯងមានរឿងតបោះមានចិត្តករណាជួយពោះយកមកចិញ្ចឹមគេប្រាប់ថាប្រឡែងវាទៅបើព្យាបាលវាហើយតបោះហ្នឹងក៏អត់ជឿទេទុកនៅក្នុងកត់យូរទៅត្រឡប់មកពីបេះផ្លែឈើវិញបើកឆ្នុកមើលពស់នៅក្នុងពួងអាស័យពស់នឹងចឹកតបាសនឹងស្លាប់ទៅហ្នឹងចិត្តល្អប៉ុន្តែខ្វះបញ្ញាអញ្ចឹងចុងក្រោយអន្តរាយមកដល់ខ្លួនឯងវិញអញ្ចឹងចិត្តល្អចិត្តទុនជារឿងមួយល្អប៉ុន្តែត្រូវតែមានអ្នកអបជាមួយគឺបញ្ញាស្មារតីឲ្យចិត្តល្អហ្នឹងចិត្តទុនហ្នឹងប្រើនៅក្នុងផ្លូវត្រូវមិនត្រូវឲ្យគេកេងប្រវាញ់លើសន្តានចិត្តល្អរបស់យើងហើយយើងប្រើចិត្តល្អរបស់យើងនឹងជាប្រយោជន៍បានទូលំទូលាយហើយមិនអនុញ្ញាតឲ្យមនុស្សមិនល្អនឹងបានចិត្តកេងប្រវាញ់មកលើសមានចិត្តល្អរបស់អ្នកដទៃឯងអារម្មណ៍ខាងក្រៅមានដូចជារូបសម្លេងក្លិនរសពាក្យសម្ដីអ្នកដទៃរឿងរ៉ាវកើតឡើងខាងក្រៅហ្នឹងយើងមិនអាចបង្គាប់បញ្ជាបង្ខំតាមចិត្តយើងបានទេវាព្រោះវាកើតគឺវាកើតដែរយើងអាចរក្សាចិត្តរបស់យើងដើម្បីទប់ទល់នឹងរឿងដែលកើតឡើងក្នុងជីវិតហ្នឹងយើងអាចយកអារម្មណ៍ល្អមួយចំនួនដែរតាមការផឹងប្រេងរបស់យើងឧទាហរណ៍ថាយើងស្ដាប់ធម៌យើងសេពគប់មិត្តល្អយើងរំលឹកគុណបរតនត្រ័យពុទ្ធធម៌ប្រសង្ឃយើងនឹកដល់អំពើល្អដែលយើងបានធ្វើហើយយើងនឹកដល់បុគ្គលដែលមានការតស៊ូព្យាយាមប្រឹងប្រែងមានការអត់ធន់ខ្ពស់យើងយកបុគ្គលនឹងជាគំរូ
ចឹងអារម្មណ៍ខាងក្រៅហ្នឹងអាចមានឥទ្ធិពលលើផ្លូវចិត្តជួយតម្រែតម្រង់ចិត្តរបស់យើងបានមួយចំនួនធំដែរការផឹងប្រេងផ្ទាល់ខ្លួនរបស់យើងប៉ុន្តែជាទូទៅហ្នឹងយើងមិនអាចនឹងទៅប្រកបវិជាថារឿងវាត្រូវតែចេះគេត្រូវតែនិយាយចឹងដាក់យើងកូននឹងត្រូវតែស្ដាប់រឿងនឹងវាត្រូវតែបានចឹងយើងអត់អាចប្រកបវិជាចឹងបានទេយើងមានតែទទួលស្គាល់ការពិតថាឥឡូវរឿងវាកើតចឹងហើយបញ្ហាវាមានចឹងហើយត្រូវដោះស្រាយបន្តទៅសិក្សាអំពីមូលហេតុថាម៉េចបានវាអញ្ចឹងមកពីគាត់ធ្វើការខ្ជិលខ្ជាស្ដីបដៅថាណែនាំដោយទឹកចិត្តស្រឡាញ់ចង់ឲ្យបុគ្គលនឹងបានល្អមិនមានគំនុំគុំគួនររឿងឲ្យគ្នាអន្តរាយទេអញ្ចឹងយើងយកអារម្មណ៍ខាងក្រៅនឹងរឿងរ៉ាវខាងក្រៅនឹងទៅជាកន្លែងសម្រាប់អភិវឌ្ឍផ្លូវចិត្តរបស់យើងប៉ុន្តែតផ្លូវចិត្តរបស់យើងនឹងមានរបងការពារសតិបញ្ញាស្មារតីរឹងប៉ឹងដែរបានរឿងរ៉ាវនឹងវាមិនមានឥទ្ធិពលខ្លាំងមកលើផ្លូវចិត្តយើងឧបមាថាផ្ទះមានលបងមានទ្វារចាក់សោត្រឹមត្រូវអញ្ចឹងចោលវាមិនងាយមកលួចប្លន់ទ្រព្យសម្បត្តិក្នុងផ្ទះយ៉ាងណាចិត្តរបស់យើងដែលយើងកំណត់ដឹងថារឿងរ៉ាវក្នុងโลกនេះយើងអត់អាចទៅប្រកបវិជាចេះចោះបានទេយើងមានតែការពារសុវត្ថិភាពផ្ទះរបស់យើងឲ្យបានល្អយើងនៅតែជួយអប់រំណែនាំអ្នកដទៃប៉ុន្តែបខំមិនបានទេជាងយើងរៀនរក្សាចិត្តទប់ទល់នឹងរឿងរ៉ាវខាងក្រៅហ្នឹងអញ្ចឹងយើងអត់សូវក្លែងក្លួងតាមរឿងខាងក្រៅយើងក៏មិនសូវកាត់ទុកដែរស្រមោលអន្ទូលតាមប្រាណបើអ្នកញញឹមដាក់កញ្ចក់នឹងញញឹមដាក់អ្នកវិញបើអ្នកព្រោះស្រូវហើយមើលថែវាត្រឹមត្រូវអ្នកនឹងទទួលបានផលត្រឡប់មកវិញមិនខានបើអ្នកមានចិត្តល្អចិត្តត្រជាក់ចិត្តស្ងប់អ្នកនឹងបានសុខច្រើនហើយបើអ្នកមួម៉ៅក្តៅក្រហាយច្រើនជីវិតអ្នកនឹងមិនសូវបានសុខឡើយកម្មឲ្យផលភ្លាមមិនចាំបាច់ជាតិមុខជាតិក្រោយឡើយបើអ្នកធ្វើល្អដោយចិត្តស្អាតបរិសុទ្ធមិនចង់បានការតបស្នងអ្នកពិតជាបានបុណ្យច្រើនហើយក៏បានសុខច្រើនដែរនឹងមិនសូវខកចិត្តទេបើគេដឹងគុណក៏ល្អបើគេមិនដឹងទេជារឿងរបស់គេអំពើល្អអ្នកបានធ្វើរួចហើយធ្វើល្អចង់បានការតបស្នងសងគុណមិនសូវបានបុណ្យទេម្យ៉ាងទៀតជីវិតនេះក៏មានឥទ្ធិពលពីកម្មចាស់ដែរអ្នកខ្លះធ្វើតែអំពើល្អបែរទៅជាជួបតែរឿងមិនល្អទៅវិញមិនដឹងថាបានសាងកម្មអីពីមុនមកសូមកុំអស់សង្ឃឹមកុំយល់ច្រឡំថាធ្វើបុណ្យហើយបែរទៅជាទទួលបាបវិញឲ្យសោះបើអ្នកដាំដូងអ្នកមិនអាចបានផ្លែស្វាយឡើយរឿងអាក្រក់ជាផលនៃបាបកម្មចាស់ចំណែកបុណ្យថ្មីមិនទាន់មានពេលឲ្យផលនៅឡើយពេលធ្វើអំពើអាក្រក់អាចនាំឲ្យអ្នកសប្បាយរីករាយ
ឆាប់មានឆាប់បានតែវាជាការផឹកទឹកឃ្មុំដែលលាយដោយថ្នាំពឹសផ្អែមមុនដំបូងទើបពុលជាខាងក្រោយពេលបានឲ្យផលទើបស្រែកថាហេតុអ្វីជីវិតខ្ញុំក៏មានទុក្ខច្រើនម្ល៉េះកម្មអ្នកណាកម្មយើងទេកុំបន្ទោសអ្នកណាឡើយ